ថ្ងៃនេះខ្ញុំមកនិយាយពីរឿងរបស់រីណាខ្ញុំឈ្មោះរីណាជាកូនស្រីតូចក្នុងគ្រួសារទូធាម្នាក់ផ្ទះរបស់ខ្ញុំរៀងនៅឆ្ងាយពីផ្ទះអ្នកភូមិគួរសមដែរសមាជិកក្នុងគ្រួសារមានតែ3នាក់ប៉ុណ្ណោះគឺប៉ាម៉ាក់និងខ្ញុំនឹងឯងផ្ទះរបស់ខ្ញុំមានទីធ្លាធំទូលាយណាស់យើងមានបន្ទប់ទទួលភ្ញៀវមួយបន្ទប់ដាក់សៀវភៅមួយមានផ្ទះបាយមួយបន្ទប់គេងចំនួន3បន្ទប់ទឹក4ផ្ទះខ្ញុំមានបន្ទប់ដាក់របស់ដ៏ធំផងដែរនិយាយដល់កន្លែងនេះភ្លេចប្រាប់ថាផ្ទះរបស់ខ្ញុំមានមុខជំនួញលក់ក្បាលតុក្កតាម៉ាឡាកាំងបែបហ្នឹងយើងយកតុក្កតាទាំងអស់នោះដាក់ក្នុងបន្ទប់ដាក់របស់ចំណុចសំខាន់នោះគឺមានស្រះទឹកនៅខាងក្រោយផ្ទះអ្នកទាំងអស់គ្នាកំពុងតែគិតថាស្រះនោះគួរឲ្យចង់លេងហើយមែនទេសូមឈប់គិតទៅស្រះនោះមិនគួរឲ្យចង់លេងនោះទេវាដូចជាកន្លែងកប់សាកសពអញ្ចឹងខ្ញុំធ្លាប់សូមឲ្យម៉ាក់របស់ខ្ញុំលុបស្រះនោះជាលើកទី20ទៅហើយគឺខ្ញុំជាមនុស្សខ្លាចខ្មោចនឹងណាចំណែកបរិវេណនៅខាងមុខផ្ទះរបស់ខ្ញុំគឺវាស្ងាត់ណាស់ទីធ្លាធំខ្លាំងពេកហើយពេលយប់ក៏ងងឹតខ្លាំងទៀតអ្នកទាំងអស់គ្នាសាកគិតដល់ក្នុងចិត្តខ្ញុំទៅមើលថាខ្ញុំមានអារម្មណ៍យ៉ាងណាយប់មួយម៉ាក់ហើយប៉ារបស់ខ្ញុំគាត់ប្រាប់ថាគាត់មានកម្មវិធីជប់លៀងនៅខាងក្រៅប្រហែលម៉ោង9គាត់ត្រឡប់មកវិញខ្ញុំចង់តបបដិសេធបន្តិចយល់ព្រមបន្តិចគឺមនុស្សវាកំពុងតែខ្លាចខ្មោចហ្នឹងណាគ្រួសារខ្ញុំទៅតែរើចូលបានប្រហែលជា10ថ្ងៃនោះទេរាល់យប់ស្ងាត់ខ្ញុំឮតែសំឡេងឆ្កែលូទេតែគួរឲ្យចម្លែកផ្ទះខ្ញុំមិនចិញ្ចឹមឆ្កែដែរបើនិយាយពីឆ្កែអ្នកភូមិកាន់តែមិនបាច់និយាយព្រោះផ្ទះខ្ញុំវាឆ្ងាយពីផ្ទះរបស់អ្នកភូមិណាស់តែខ្ញុំចាត់ទុកថាឆ្កែប្រហែលជារត់មកលូហើយនិយាយចុះនិយាយឡើងខ្ញុំនៅតែមិនអាចបដិសេធថាខ្ញុំត្រូវនៅម្នាក់ឯងដដែលអោជីវិតខ្ញុំអើយអីក៏កំសត់យ៉ាងនេះពេលនេះម៉ាក់ហើយប៉ាបានចេញទៅបាត់ហើយខ្ញុំក៏ដើរតាមពីក្រោយគាត់ទៅបិទទ្វាររបងរួចហើយខ្ញុំក៏ត្រឡប់មកវិញចាក់សោទ្វារផ្ទះក្នុងការពារចោលចាតែនិយាយគ្នាថាបើខ្លាចខ្មោចឲ្យបិទភ្លើងព្រោះយើងមើលមិនឃើញអ្វីទាំងអស់អញ្ចឹងហើយអាចកាត់បន្ថយការខ្លាចបានខ្លះតែខ្ញុំមិនធ្វើអញ្ចឹងទេគឺខ្ញុំកំពូលអ្នកខ្លាចងងឹតទៅហើយបិទភ្លើងមិនកើតមានតែបើកភ្លើងឲ្យភ្លឺទៅគ្រាន់ទុកចិត្តខ្លះខ្ញុំក៏លេចទៅមើលនាឡិកាម៉ោង8ហើយខ្ញុំក៏ដើរទៅបន្ទប់ទឹកដើម្បីងូតទឹកចូលដេកឈប់គិតរឿងខ្មោចបរិយាកាសនៅតែធម្មតាគ្មានអីគួរឲ្យបារម្ភទេគ្រាន់តែមានអារម្មណ៍ថាស្ងាត់បន្តិចដើម្បីកុំឲ្យស្ងាត់ខ្ញុំក៏ដើរទៅបើកទូរទស្សន៍បើកសំឡេងខ្លាំងតែថាចង្រៃអីពាណិជ្ជកម្មថ្ងៃនេះមិនក៏ផ្សាយតែរឿងខ្មោចអញ្ចឹងយល់អារម្មណ៍អ្នកខ្លាចខ្មោចទេគ្មានចម្រេះទេខ្ញុំប្រញាប់ចុចបិទទូរទស្សន៍ភ្លាមកុំឲ្យឃើញខ្មោចតាន់គិតចុះគិតឡើងវិធីមានតែមួយគឺខ្ញុំសម្រេចចិត្តដេកនៅលើសាឡុងព្រោះងាយស្រួលចេញបើកទ្វារឲ្យម៉ាក់ផងណាមួយបើខ្ញុំចូលដេកនៅក្នុងបន្ទប់បាត់ប្រៀបដូចអត់មនុស្សនៅអញ្ចឹងមានតែដេកនៅកណ្ដាលផ្ទះនឹងហើយល្អបំផុតខ្ញុំដេកលក់បានបន្តិចក៏ស្រាប់តែភ្ញាក់អ្វីដំបូងដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺនាឡិកាពេលនេះម៉ោង9ជាងហើយពុទ្ធោស្មានតែខ្លួនឯងដេកលក់បានបន្តិចមានអីនេះម៉ោង9ជាងហើយខ្ញុំប្រញាប់ស្រវេស្រវាទូរស័ព្ទទេទៅម៉ាក់ភ្លាមអាឡូម៉ាក់ពេលណាទៅមកវិញចាំបន្តិចទៀតសិនកូនម៉ាក់កំពុងតែសប្បាយហើយប៉ាឯងកំពុងតែផឹកជាមួយពួកបន្តិចទៀតម៉ាក់ទៅហើយចាម៉ាក់ខ្ញុំដឹងហើយម៉ាក់ដាក់ចុះហើយមើលថែខ្លួនផងណាកូនចាម៉ាក់ជម្រាបលាបន្ទាប់មកខ្ញុំក៏ដាក់ទូរស័ព្ទចុះហើយសង្ងំដេកតទៅទៀតមិនទាន់ទាំងលក់ផងស្រាប់តែឮសំឡេងអ្វីមួយនៅបន្ទប់ដាក់របស់បន្ទប់ដាក់ក្បាលម៉ាឡាកាំងនោះឯងខ្ញុំដើរកាន់តែចិត្តទៅក៏ឮសំឡេងដូចមនុស្សនិយាយគ្នាពេលនេះខ្ញុំដើរដល់ទ្វារបន្ទប់ហើយវាមិនមែនដូចសំឡេងមនុស្សនិយាយគ្នាទេគឺច្បាស់ណាស់សំឡេងមនុស្សស្រីកំពុងតែនិយាយគ្នាមែនហើយបើតាមការស្ដាប់គឺប្រហែលមានគ្នាច្រើនហើយពេលនេះខ្ញុំញ័រដៃញ័រជើងហើយថាគូបើឬក៏អត់បេះដូងលោតស្ទើរតែធ្លាយទ្រូងទៅហើយសំឡេងទ្វារក៏គិតសាងអារម្មណ៍ឲ្យព្រឺព្រួចបានមួយបែបទៀតខ្ញុំរន្ធត់ខ្លាំងណាស់ទីបំផុតទ្វារក៏ត្រូវបើកដោយដៃរបស់ខ្ញុំក្រឡេកមើលទៅបន្ទប់ម្ដងបន្តិចព្រះអើយ
មានអ្នកចង់លេងសើចជាមួយខ្ញុំមែនទេហេតុអ្វីទើបបន្ទប់នៅធម្មតាដូចនេះក្បាលតុក្កតាត្រូវបានតម្រៀបជាជួរយ៉ាងមានសណ្ដាប់ធ្នាប់ចុះសំឡេងអំបញ្ញមិញនេះជាស្អីខ្ញុំឮមនុស្សស្រីនិយាយគ្នាម្ដងសើចសប្បាយម្ដងយំហើយខ្ញុំចាប់ផ្ដើមសម្លឹងទៅមើលក្បាលតុក្កតាម្ដងវិញកាន់តែមើលខ្ញុំមានអារម្មណ៍ថាតុក្កតាទាំងនោះដូចកំពុងមើលមកខ្ញុំវិញអញ្ចឹងវិធីដែលល្អគឺប្រញាប់ចេញពីទីនេះបំផុតតាមដែលអាចធ្វើទៅបានខ្ញុំក៏ប្រញាប់រត់ទៅជាន់ក្រោមវិញហើយក៏ព្យាយាមឈប់គិតតទៅទៀតព្យាយាមប្រាប់ខ្លួនឯងថាប្រហែលជាស្ដាប់ច្រឡំហើយខ្ញុំក៏ដើរទៅបើកទូរទស្សន៍ម្ដងទៀតហើយកុំឲ្យស្ងាត់អញ្ចឹងណាម្ដងនេះខ្ញុំចុចប៉ុស្តិ៍ចម្រៀងម្ដងកុំឲ្យមានពាណិជ្ជកម្មរឿងខ្មោចទៀតបទចម្រៀងចាក់ជាបន្តបន្ទាប់ប៉ុន្តែភ្នែកខ្ញុំជិតបើកលេងរួចហើយចុងក្រោយខ្ញុំក៏ដេកយ៉ាងអស់សភាពខ្ញុំមិនដឹងថាខ្ញុំដេកលក់អស់យូរប៉ុណ្ណាទេគ្រាន់តែដឹងថាភ្ញាក់ឡើងទូរទស្សន៍នៅមើលខ្ញុំរហូតខ្ញុំក្រឡេកទៅមើលនាឡិកាព្រោះអីម៉ោង 2 រំលងអាធ្រាត្រទៅហើយចុះម៉ាក់ហើយប៉ាខ្ញុំនៅឯណាខ្ញុំរហ័សយកទូរស័ព្ទដៃមកមើលស្រាប់តែឃើញម៉ាក់ខលមក5ដងនិងមានសារមួយដែលខ្ញុំប្រញាប់ចុចបើកសារមើលម៉ាក់ទៅវិញមិនបានទេកូនព្រោះប៉ាឯងគាត់ស្រវឹងហើយធ្វើដំណើរពេលយប់ខ្លាចមានគ្រោះថ្នាក់ព្រឹកស្អែកម៉ាក់ទៅវិញហើយមើលថែខ្លួនណាកូនម៉ាក់ស្រឡាញ់កូនគ្រាន់តែអានសារចប់ទឹកភ្នែកខ្ញុំស្ទើរតែស្រក់ចុះតែមានតែខំកាត់ចិត្តបិទភ្នែកដេកតែ 2-3 ម៉ោងទៀតភ្លឺហើយម្ដងនេះខ្ញុំបានបិទទូរទស្សន៍ហើយព្យាយាមដេកម្ដងទៀតតែភ្នែកមិនសហការសោះហើយទោះព្យាយាមបិទភ្នែកយ៉ាងណាក៏ខ្ញុំនៅតែមិនងងុយដដែលខ្ញុំក៏ចុះពីសាឡុងទៅបន្ទប់ដាក់សៀវភៅដើម្បីយកមកអានបន្លប់ពេលវេលារកសៀវភៅអានមិនត្រូវចិត្តសោះភាគច្រើនសុទ្ធតែសៀវភៅសុភាសិតទាំងអស់ខ្ញុំក៏ទាញសៀវភៅមួយមកតែរំពេចនោះក៏មានសៀវភៅមួយជ្រុះមកតាមផងដែរខ្ញុំអោនរើសសៀវភៅនោះមកមើលចំណងជើងលើក្របសៀវភៅដាក់ថាពេលវេលាខ្មោចគ្រាន់តែឈ្មោះក៏បបួលឲ្យព្រឺក្បាលខ្ញុំដែរបើកទំព័រទី1ក្នុងនោះបានសរសេរថាបើអ្នកគ្មានការពាក់ព័ន្ធទោះចង់ជួបក៏មិនអាចជួបបើអ្នកមានការពាក់ព័ន្ធទោះចង់កិច្ចក៏កិច្ចមិនផុតដែរខ្ញុំក៏អានតទៀតយើងឈានជើងចូលពិភពរបស់មនុស្សនៅម៉ោង 2 រំលងអាធ្រាត្រហើយអានដល់នេះខ្ញុំក៏ប្រញាប់បិទសៀវភៅហើយដើរចេញមកវិញយ៉ាងលឿននៅទៀតមិនបានទេខ្ញុំមានអារម្មណ៍ថាមានអ្នកចង់ប្រាប់អ្វីម្យ៉ាងដល់ខ្ញុំអញ្ចឹងខ្ញុំដើរទៅជិតដល់បន្ទប់ដេករបស់ខ្ញុំស្រាប់តែឮសំឡេងទឹកមែនហើយគឺសំឡេងទឹកឮរបៀបមនុស្សកំពុងលេងពុទ្ធោអើយអ្នកណាមកលេងទឹកនៅស្រះក្រោយផ្ទះខ្ញុំយប់ថ្មនេះឬជាចៅតែចៅឯណាមកលេងឲ្យម្ចាស់គេឮបាញ់3ក្បាលនោះមែនទេគិតដល់ចំណុចនេះរៀងធូរចិត្តបន្តិចតែចិត្តមួយទៀតគិតថាចុះបើសិនជាខ្មោចខ្ញុំធ្វើចិត្តមិនបានទេតែដោយហេតុចិត្តចង់ដឹងខ្ញុំក៏បន្តទៅក្រោយផ្ទះរបស់ខ្ញុំដើរលបយឺតខ្ញុំដើរកាន់តែគៀកឮសំឡេងកាន់តែច្បាស់ប្រាកដណាស់គឺមនុស្សកំពុងតែលេងទឹកមែនសំឡេងនេះដូចជាគឺមនុស្ស2នាក់ប្រុសម្នាក់ស្រីម្នាក់ស្ដាប់តាមសំឡេងគឺគេកំពុងតែលេងផងសើចផងមើលទៅសប្បាយណាស់គិតដល់ចំណុចនេះខ្ញុំស្រាប់តែបះរោមជ្រោមតែម្ដងបើសិនជាមនុស្សមកលេងមនុស្សនោះច្បាស់ជាមានបញ្ហាស្មារតីហើយទឹកនេះមិនមែនថ្លាគួរឲ្យចង់លេងទេគឺវាមានស្លែកាន់ពណ៌ឡើងល្អក់គ្រាន់តែមើលគឺដឹងហើយថាត្រូវគេបោះបង់ចោលយូរយារណាស់ហើយខ្ញុំក៏ឆ្ងល់ម៉ាក់គាត់ខ្វះលុយទិញផ្ទះមែនទេទៅមកទិញផ្ទះបែបនេះឆ្ងាយពីគេឯងក៏ឆ្ងាយហើយបើនិយាយពីផ្ទះវិញទោះសភាពល្អស្អាតតែមើលទៅក៏គួរឲ្យខ្លាចយ៉ាងម៉េចមិនដឹងទេពេលនេះខ្ញុំឈប់គិតច្រើនហើយព្រោះភាពចង់ដឹងវាមានច្រើនជាងខ្ញុំដើរកាន់តែជិតឃើញហើយគឺព្រះជាម្ចាស់ជួយគឺមានបរិសុទ្ធម្នាក់និងស្ត្រីម្នាក់កំពុងលេងទឹកមែនពួកគេស្លៀកឈុតរៀបការទាំងពីរខាងប្រុសស្លៀកខោអាវខ្មៅសខាងក្នុងនិងមានចងបូពណ៌ខ្មៅនៅត្រង់កចំណែកខាងស្រីស្លៀករ៉ូបកូនក្រមុំពណ៌សដៃកាន់ផ្កាពួកគេកំពុងតែលេងសប្បាយមិនខ្វល់ពីអ្វីទេជប់សិន
នាងកំពុងមើលមកកន្លែងខ្ញុំឈរនាងងាកមុខមកហើយគឺមុខរបស់នាងសឡើងស្លេកនាងកំពុងដើរមករកខ្ញុំអើយម៉ាក់អើយជួយខ្ញុំផងខ្ញុំបានតែបន់ស្រន់នៅក្នុងចិត្តកុំឲ្យពួកគេឃើញខ្ញុំប៉ុណ្ណោះនាងកំពុងដើរមកកាន់តែជិតទៅគ្រប់ជំហានរបស់នាងមានទឹកស្រក់មកជាមួយដែរអត់ទេវាមិនមែនទឹកទេគឺឈាមវិនាទីនេះខ្ញុំក៏ស្រែកឡើងតែម្ដងជួយផងខ្មោចនាងញញឹមដាក់ខ្ញុំជាស្នាមញញឹមបបួលឲ្យខ្ញុំបះរោមអើយកុំមកញញឹមវើយមិនរាប់ញាតជាមួយទេអាននេះខ្ញុំថែមក្នុងចិត្តទេវេលានេះហើយសួរថានៅធ្វើអ្វីទៀតមែនហើយគឺត្រូវតែរត់ខ្ញុំក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះរត់មិនងាកក្រោយឡើយអ្នកទាំងអស់គ្នាកុំថាខ្ញុំឈួតអីមិនបានរត់ចូលផ្ទះចម្លើយគឺរត់ទៅយកទូរស័ព្ទហើយចាំរត់ចេញទៅអើយខ្ញុំនេះឆ្លាតមែនតែនពុទ្ធោអើយខ្ញុំរត់ទៅបុកទ្វារមួយទំហឹងអើយឈឺណាស់ខ្ញុំមិនខ្វល់អីច្រើនទេទោះនៅសើបន្តិចក៏ខំរត់សម្ដៅទៅលើសាឡុងដើម្បីយកទូរស័ព្ទយកបានហើយខ្ញុំក៏រត់សម្ដៅទៅលើទ្វារតែឈប់សិនមិនក៏ទ្វារបើកមិនបានអញ្ចឹងខ្ញុំខំប្រើកម្លាំងសឹងតែអស់ពីខ្លួនទៅហើយនៅតែមិនអាចបើកបានក្រាំងអូសំឡេងស្អីកុំគិតថាខ្ញុំធាក់ទ្វារចេញអីខ្ញុំគ្មានកម្លាំងដល់ថ្នាក់នោះទេតែឈប់នេះជាសំឡេងទ្វារក្រោយទេតើមុនខ្ញុំរត់មកដល់ទីនេះខ្ញុំបានដាក់កន្លឹះរួចហើយចុះមិនក៏លឺសំឡេងដូចមានអ្នកធាក់ទ្វារអញ្ចឹងច្បាស់ណាស់គឺខ្មោចឆ្លៀកឈុតកូនក្រមុំនោះហើយជួយខ្ញុំផងម្ដងនេះខ្ញុំព្យាយាមទាំងធាក់ទាំងរុញរហូតដល់ឈាមដៃទៅហើយតែសំឡេងដូចស្ងប់ទៅហើយនៅសល់តែសំឡេងនាឡិកាទឹកលើកទី1ដែលខ្ញុំមានអារម្មណ៍ថាស្អប់សំឡេងបែបនេះបំផុតគឺវាដូចជាកំពុងតែបញ្ជាក់ថាចិត្តដល់វេលាព្រឺព្រួចបំផុតអញ្ចឹងសន្សឹមខ្ញុំក៏ងាកទៅបន្តិចម្ដងដើម្បីមើលនាឡិកាថាម៉ោងប៉ុន្មានហើយត្រនិចនាឡិកាបញ្ជាក់ថាម៉ោង3ទៅហើយតែថាស្អីនោះក្បាលស្អីគេជួយផងក្បាលតុក្កតាទាំងនោះកំពុងប្រមៀលចុះមកហើយវាអាចយ៉ាងម៉េចបានខ្ញុំកំពុងតែត្រូវខ្មោចលងទៀតហើយយ៉ាងម៉េចនឹងណាត់គ្នាមកមែនទេក្បាលទាំងនោះកំពុងសម្លឹងមើលមកខ្ញុំវាញញឹមទៀតផងហឺអ្នកណាក៏បានជួយខ្ញុំផងលេងគិតអ្វីទៀតហើយខ្ញុំធាក់វាយកងាប់យករស់តែម្ដងហើយសំឡេងទ្វារខាងក្រោយក៏ចេះតែលឺខ្លាំងទៅក្រាំងវាបើកបានហើយនេះគឺជាសំឡេងស្រក់ឈាមរបស់មនុស្សស្រីស្លៀកឈុតកូនក្រមុំនោះនាងមកហើយព្រះអើយមុខរបស់នាងសុទ្ធតែឈាមខ្ញុំយំចេញមកយ៉ាងអស់សភាពធ្វើយ៉ាងម៉េចទៅក្បាលតុក្កតាទាំងនោះក៏កំពុងតែប្រមៀលមកដែរចំណែកទ្វារក៏បើកមិនចេញចង្រៃនេះវាជាថ្ងៃឈួតឡប់ស្អីដៃរបស់ខ្ញុំឈាមដាបដោយឈាមគឺមកពីខ្ញុំខំវាយទ្វារខ្លាំងពេករំពេចនោះខ្ញុំក៏ក្រឡេកមើលទៅទ្វារឲ្យច្បាស់ព្រោះមិញនេះភ័យពេកវាយយកមិនបានពិនិត្យឲ្យច្បាស់លាស់អត់ធោទ្វារជាប់សោសោះចឹងទៅបើកមិនបានខ្ញុំចាក់សោតាំងពីម៉ាក់ចេញទៅម្លេះម្ដងនេះខ្ញុំស្រវេស្រវាយកកូនសោពីក្នុងហៅប៉ៅខោអាដៃចង្រៃនឹងវាញ័រមិនបាត់សោះដោយសារតែដៃញ័រពេកកូនសោក៏ធ្លាក់ពីដៃរបស់ខ្ញុំចង្រៃវាមកកាន់តែគៀកហើយម៉ាក់ប៉ាជួយកូនផងមួយជាកូនក្រមុំដាបដោយឈាមមួយទៀតជាក្បាលតុក្កតាពួកវាកំពុងតែប្រមៀលចុះមកឯនារីក្នុងឈុតកូនក្រមុំនាងកំពុងតែកាន់ផ្កាកុលាបពណ៌សប្រឡាក់ដោយឈាមរោបរបស់នាងក៏ដាបដោយឈាមដូចគ្នាមែនហើយនាងដើរមកយឺតផ្ទៃមុខស្លេកស្លាំងនាងញញឹមដាក់ខ្ញុំគ្រប់ដំណើរមួយជំហានម្ដងរបស់នាងមានឈាមស្រក់តាមដានជើងកុលាបជ្រុះនៅលើឈាមម្ដងមួយស្រទាប់ក្បាលរបស់នាងមានឈាមអូអត់ទេឈាមបានហូរកាត់មុខរបស់នាងម្ដងមួយដំណក់ពេលនេះមុខរបស់នាងដាបដោយឈាមនាងកំពុងសំដៅមកកាន់ខ្ញុំហើយខ្ញុំមើលទៅនាងបណ្ដើរដៃស្រវាកាន់សោរួចហើយក៏ក្រោកឈរចាក់សោទ្វារអើយអរគុណព្រះជាម្ចាស់ទ្វារអាចបើកបានហើយខ្ញុំក៏ស្ទុះរត់ទៅខាងក្រៅលេងគិតស្អីហើយសុកចិត្តឲ្យចោលប្លន់ប្រសើរជាងខ្មោចលង
ខ្ញុំរត់ចេញសំដៅទៅទ្វារទីធ្លាខាងមុខផ្ទះធំល្វឹងល្វើយមានខ្យល់បក់បោកត្រូវមុខរបស់ខ្ញុំនៅមានសំឡេងឆ្កែលូទៀតវាបបួលឲ្យបះរោមជ្រងតែម្ដងខ្ញុំមិនដឹងថាខ្លួនឯងរត់បានយូរប៉ុណ្ណាទេដឹងត្រឹមថាដួលផងអីផងនៅតែរកផ្លូវទៅកាន់ទ្វាររបងនៅខាងមុខផ្ទះមិនឃើញតែថាក្រណាត់ស្អីពណ៌សនៅលើក្បាលខ្ញុំងើបមើលទៅខាងលើទាំងបេះដូងកំពុងតែលោតស្ទើរធ្លាយទ្រូងខ្ញុំចាប់ផ្ដើមរាប់ក្នុងចិត្តមុននឹងងើបមើលខ្ញុំស្រែកអស់សំឡេងសឹងតែស្លុតសម្លាប់នាងមនុស្សស្រីស្លៀកឈុតកូនក្រមុំនាងអង្គុយនៅលើដើមឈើនៅលើក្បាលរបស់ខ្ញុំនេះហើយអ្វីដែលគ្រប់ក្បាលខ្ញុំអំបញ្ញមិញគឺជារូបរបស់នាងមើលមកខ្ញុំនាងញញឹមបែបនេះទៀតហើយខ្ញុំស្អប់ស្នាមញញឹមរបស់នាងខ្លាំងណាស់ខ្ញុំទ្រាំមិនបានទៀតទេខ្ញុំត្រូវតែចេញពីទីនេះមុនពេលដែលខ្ញុំបាត់បង់ស្មារតីហើយសន្លប់ខ្ញុំចេះតែរត់ទៅទីបំផុតខ្ញុំឃើញទ្វារហើយតែទ្វារជាប់សោខ្ញុំគ្មានជំរើសទេមានតែឡើងរបងខ្ញុំឡើងរបងរួចហើយតែមិនទាន់បានលោតចុះទៅទេតែជប់សិនប្រុសម្នាក់នោះកំពុងតែដើរសម្ដៅមករបងគេគ្មានក្បាលនោះទេចុះបាត់ក្បាលទៅណាហើយមកឲ្យស្អាតបាត់បន្តិចទៅថៃមិនចាំបាច់បាត់ក្បាលមិនមែនទេក្បាលរបស់គេនៅលើដៃរបស់គេទេតាព្រះជាម្ចាស់ជួយកូនចៅផងខ្ញុំចិត្តលិចនោមដាក់ខោទៅហើយតែថាស្អីចាប់ជើងរបស់ខ្ញុំងាកទៅយឺតដៃអ្នកណាចាប់ជើងខ្ញុំធ្វើស្អីពួកឯងបានហើយខ្ញុំខ្លាចហើយខ្ញុំសន្យាថានឹងចេញពីផ្ទះនេះហើយមិនមកវិញជារៀងរហូតខ្ញុំស្រែកយំខ្លាំងតែថាម្ដេចក៏ស្ងាត់ម្លេះឬថាពួកគេព្រមស្ដាប់ការអង្វរកររបស់ខ្ញុំហើយខ្ញុំក៏ងើបមើលជុំវិញបាត់ហើយគ្មាននរណានៅក្បែរខ្ញុំទៀតទេខ្ញុំលោតចុះពីរបងរួចហើយក៏ក្រឡេកទៅមើលផ្ទះម្ដងទៀតព្រះជាម្ចាស់មិនគួរឲ្យជឿផ្ទះទាំងមូលងងឹតឈឹងហើយក៏ស្ងាត់បាត់មិនគួរឲ្យជឿវិនាទីនេះហើយចង់ភ្លឺចង់ងងឹតក៏ខ្ញុំមិនខ្វល់ដែរខ្ញុំប្រញាប់រត់ចេញទៅយកងាប់យករស់ខ្ញុំដួលមិនដឹងជាប្រមាណដងនោះទេនៅតាមភ្នល់ជាតិដ៏ស្ងាត់សភាពផ្លូវនេះវាគួរឲ្យខ្លាចជាងអំបញ្ញមិញទៅទៀតគ្មានសំបីតែឡានមួយបើកខ្ញុំរកមើលទូរស័ព្ទក្នុងហៅប៉ៅតែរកយ៉ាងណាក៏រកមិនឃើញប្រហែលជាជ្រុះបាត់ពេលដែលលោតចុះពីលើរបងហើយមើលទៅខ្ញុំលើកដៃមើលនាឡិកាម៉ោងបញ្ជាក់ថា4ទៀបភ្លឺទៅហើយហេតុអ្វីក៏ថ្ងៃនេះយប់យូរខ្លាំងម្ល៉េះខ្ញុំម្ដងដើរម្ដងរត់ស្បែកជើងក៏ដាច់ដៃក៏ឈាមពេញនឹងបើនិយាយពីមុខប្រហែលជាមានសភាពគួរឲ្យខ្លាចជាងខ្មោចទៅទៀតមើលទៅអូនោះខ្ញុំឃើញមានឡានមួយកំពុងតែសម្ដៅមកហើយខ្ញុំលែងគិតច្រើនក៏ប្រញាប់បកដៃហៅឡានភ័យផងអីផងព្រោះម៉ោង4បែរជាមានឡាននៅផ្លូវស្ងាត់បែបនេះទៀតបើថាខ្មោចលងទៀតឲ្យវាដឹងទៅគាត់ឈប់ឡានហើយជាមនុស្សចាស់ទៀតគាត់បើកកញ្ចក់ឡានហើយសួរខ្ញុំក្មួយឯងមិនក៏ឈរលើផ្លូវស្ងាត់នេះអញ្ចឹងឲ្យខ្ញុំឡើងឡានសិនទៅចាំខ្ញុំប្រាប់ណាអ៊ំឡើងមកក្មួយពេលខ្ញុំឡើងស្រួលបួលហើយក៏រៀបរាប់ដំណើររឿងឲ្យគាត់ស្ដាប់ផងយំផងព្រោះនៅភ័យមិនទាន់បាត់ពេលនោះអ៊ំតាក់ស៊ីគាត់ក៏និយាយថាពេលអ៊ំឃើញក្មួយដំបងក៏មិនចង់ឈប់ដែរខ្លាចតែខ្មោចវាលងអ៊ំតែមើលទៅអ៊ំគិតថាបើក្មួយមិនមែនខ្មោចអ៊ំច្បាស់ជាមានវិបដិសារីហើយបើមិនបានជួយក្មួយអ៊ំសុខចិត្តប្រថុយម្ដងទៅចុះកុំអីក្មួយក៏មិនបានជួបអ៊ំដែរដោយសារថ្ងៃនេះអ៊ំប្រញាប់ទៅដឹកម៉ួយគេត្រូវធ្វើដំណើរទៅភ្នំពេញនៅថ្ងៃនេះចាំអ៊ំនិយាយរឿងផ្ទះនោះឲ្យស្ដាប់អ៊ំស្គាល់ផ្ទះនោះយូរហើយផ្ទះនោះត្រូវបានគេបោះបង់ចោលជិត10ឆ្នាំហើយផ្ទះនេះត្រូវបានសាងសង់ឡើងជាកាដូនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ចំណែកកូនក្រមុំកូនកំលោះជាអ្នកណាក៏អ៊ំមិនដឹងដែរដឹងតែថាត្រូវគេសម្លាប់ចោលនៅថ្ងៃរៀបការតែម្ដងរួចយកសាកសពទៅបោះចោលនៅក្នុងទឹកពីរថ្ងៃក្រោយមកត្រូវប៉ូលីសរកសាកសពឃើញក្នុងទឹកចំណែកផ្ទះក៏ត្រូវគេបោះបង់ចោលតាំងពីពេលនោះមកធ្លាប់មានអ្នកទៅនៅប៉ុន្តែគេនៅមិនបានមួយថ្ងៃក៏រត់ទៅវិញអស់អ្នកខ្លះក៏ទៅជាឈួតក៏មានស្ដាប់គាត់និយាយចប់ខ្ញុំព្រឺក្បាលប៉ិនកញ្ជើទៅហើយខ្ញុំក៏សួរគាត់ទៀតចុះរឿងក្បាលតុក្កតានោះអ៊ំ
សម្រេចថាមានវិញ្ញាណនៅក្នុងនោះមែនទេរឿងនោះប្រហែលជាមែនមិនថារបស់ស្អីក៏ដោយបើទុកយូរច្បាស់ជាមានគេមកនៅហើយនិយាយចុះនិយាយឡើងគាត់ជូនខ្ញុំមកដល់ផ្ទះអ៊ំស្រីរបស់ខ្ញុំដែលម៉ាក់គាត់មកជប់លៀងបាត់ហើយពេលនេះក៏មេឃភ្លឺហើយខ្ញុំក៏ប្រញាប់ចុះទៅចុចកណ្ដឹងនឹងឲ្យអ៊ំតាក់ស៊ីចាំសិនចាំប្រហែល5នាទីអ៊ំស្រីក៏បើកទ្វារឲ្យខ្ញុំនិងអ៊ំតាក់ស៊ីចូលខ្ញុំនិយាយជាមួយអ៊ំស្រី 2-3 ម៉ាត់ក៏រត់សម្ដៅទៅរកម៉ាក់ហើយនិយាយហេតុការណ៍ទាំងអស់ឲ្យគាត់ស្ដាប់គាត់បានអរគុណអ៊ំតាក់ស៊ីហើយជូនលុយគាត់ផងដែរគាត់មើលសភាពរបស់ខ្ញុំបណ្ដើរយំបណ្ដើរនៅថ្ងៃនោះគាត់បានជូនខ្ញុំទៅវត្តស្រោចទឹកហើយក៏អញ្ជើញលោកឪទៅធ្វើបុណ្យបញ្ជូនកុសលឲ្យទៅដួងវិញ្ញាណទាំងនោះផងដែរចំណែកម៉ាក់របស់ខ្ញុំបានឈប់ពីមុខរបរលក់ក្បាលតុក្កតាផងដែរខ្ញុំបានផ្លាស់ទៅនៅភ្នំពេញវិញចាប់តាំងពីពេលនោះមកខ្ញុំរស់នៅសុខសប្បាយខ្លាំងណាស់